អត្ថបទអំណានរឿងសត្វស្លាបនិងដំរីមានដើមឈើធំមួយដកនៅកណ្ដាលព្រៃមួយសត្វស្លាបតូចមួយបានធ្វើសម្បុកជាចម្រកដល់កូនតូចៗ3នៅចុងឈើនោះថ្ងៃមួយដំរីមួយបានមកដល់ហើយព្យាយាមអង្រួនដើមឈើនោះដើមឈើក៏ទទន់មកដីកូនសត្វភ័យខ្លាំងក៏រត់មកត្រដោះមេវាពេលនោះមេវាបានបញ្ចេញចំពុះមកក្រៅសម្បុកហើយនិយាយទៅកាន់ដំរីអេសត្វដ៏សម្បើមនៅជុំវិញទីនេះមានដើមឈើច្រើនណាស់ហេតុអ្វីក៏ញាក់មកអង្រួនដើមឈើមួយនេះកូនខៀមខ្លាចណាស់ហើយអាចធ្លាក់ពីសម្បុកដំរីនៅស្ងៀមតែវាសម្លឹងមើលសត្វស្លាបដោយភ្នែកដ៏តូចរបស់វាបក់ស្លឹកត្រចៀកដ៏ធំរបស់វាឮសូរភឹបភឹបរួចចាក់ចេញពីទីនោះស្អែកឡើងដំរីត្រឡប់មកអង្រួនដើមឈើនោះម្ដងទៀតដើមឈើក៏ទទន់មកដីកូនសត្វភ័យរន្ធត់ក៏រត់មកត្បុលក្បាលចូលក្នុងស្លាបមេវាទៀតម្ដងនេះមេខាងខ្លាំងក៏ស្រែកខ្ញុំនឹងឲ្យមេរៀនមួយដល់អ្នកឬដូច្នោះដំរីសើចចំអកតើអ្នកអាចធ្វើអ្វីដល់អ្នកដែលមានមាឌធំដូចខ្ញុំបើខ្ញុំចង់ខ្ញុំអាចទង្គិតដើមឈើឲ្យសម្បុកនឹងកូនរបស់អ្នកខ្ទាតទៅឆ្ងាយបានសត្វស្លាបក៏នៅស្ងៀមថ្ងៃបន្ទាប់ដំរីវិលមកអង្រួនដើមឈើនោះជាថ្មីម្ដងទៀតមួយរំពេចនោះសត្វស្លាបបោះពួយលឿនដោយព្រួញជួលក្នុងត្រចៀកដំរីហើយខ្វេះខ្វាតគ្មានប្រណីដំរីខំក្រវីក្បាលឲ្យសត្វជ្រូកតែឥតប្រយោជន៍ដោយតលចំណេះដំរីក៏អង្វរសត្វស្លាបកុយហាចេញហើយសន្យាថានឹងឈប់មកអង្រួនដើមឈើនេះទៀតហើយទីបំផុតសត្វស្លាបក៏សុខចិត្តធ្វើតាមការអង្វររបស់ដំរីវាក៏ហើរចេញពីត្រចៀកដំរីក៏ដើរចេញពីទីនោះហើយលែងវិលមកអង្រួនដើមឈើនោះទៀត